ចឹងជម្រាបសួរលោកគ្រូនិងសិស្សទាំងអស់គ្នាថ្ងៃនេះយើងមកធ្វើការប្រើប្រាស់ទៅលើ command យូបន្ទូបន្តទៀតចឹងបន្តវិភាគមុនចឹងខ្ញុំនឹងធ្វើការរំលឹកខ្លះៗផងដែរចឹង command ដំបូងដែលយើងតែងតែប្រើហ្នឹងគឺយើងសួរវាថាwho am I ចឹង who am I នោះមានន័យថាយើងសួរវាថាយើង username របស់យើងហ្នឹងគឺឈ្មោះអីគេចឹង username ខ្ញុំប្រើប្រាស់ចូលហ្នឹងគឺឈ្មោះ Hey ហើយឈ្មោះ command បន្តគឺ pwd យើងសួរ location ថាយើងកំពុងតែនៅណាអញ្ចឹងទៅហើយនេះគឺជា command ថ្មីគឺ hostname អញ្ចឹង hostname ហ្នឹងមានន័យថាយើងសួរថា hostname របស់យើងឈ្មោះអីគេអញ្ចឹងវាស្តៀងនឹង who am I ដែរ who am I នេះយើងសួរថា username យើងឈ្មោះអីគេតែដល់ពេល hostname គឺយើងសួរថា hostname របស់យើងឈ្មោះអីគេអញ្ចឹង hostname របស់ខ្ញុំហ្នឹងគឺឈ្មោះ Ubuntu server អញ្ចឹងទៅយើងចុច enter មកនេះគឺជា hostname របស់ខ្ញុំអញ្ចឹងcommand បន្ទាប់ហ្នឹងគឺ command ចាស់ដែរទេគឺ attach ហើយ file ហ្នឹងទៅ .txt អញ្ចឹងមានន័យថា attach ហ្នឹងគឺជា command មួយដែលយើងប្រើសម្រាប់បង្កើត file ហើយយើងប្រើសម្រាប់បង្កើត file ហើយអានេះគឺជា file ដែលយើងនឹងត្រូវបង្កើតឈ្មោះ file ហ្នឹងចុច enter មកខ្ញុំមិនថាខ្ញុំបានបង្កើតអា file ហ្នឹងហើយអញ្ចឹងយើងចង់ដឹងយើងអាច list វាមើលបានអញ្ចឹង ls ហ្នឹងគឺជា command list ដែលវា list ទៅលើ file ឬក៏ folder នានាដែលយើងបានបង្កើតហ្នឹងចេញមកទាំងអស់អញ្ចឹងនេះគឺយើង file ដែលយើងបានបង្កើតមិញអានេះគឺជា file ចាស់ៗខ្ញុំបានបង្កើតពីមុនហ្នឹងហើយអញ្ចឹង command ដែលខ្ញុំនឹងប្រើបន្ទាប់ហ្នឹងគឺជា nano ហើយ file.txt គឺជាអា file នេះខ្ញុំមានន័យថា file.txt មានន័យថាnano ហ្នឹងគឺជាកម្មវិធីមួយទៀតដែលយើងប្រើសម្រាប់បើក file txt ហ្នឹងដើម្បីសរសេរ text នៅក្នុងហ្នឹងអញ្ចឹង file txt ហ្នឹងគឺជាដូចជា notepad អីចឹងទៅយើងសរសេរហើយយើងចុច share ទៅគឺអាតន័យដែលយើងសរសេរហ្នឹងវានៅក្នុងហ្នឹងអញ្ចឹងអានេះដូចគ្នាហើយយើងចង់ដឹងយើងចុច enter មកវាចូលមកកម្មវិធី nano ហ្នឹងហើយអញ្ចឹងនៅក្នុងនេះគឺដូច notepad ទាំងយើងអាចសរសេរអីក៏បានដែរអញ្ចឹងយើងសរសេរsyntax welcome អញ្ចឹងទៅហើយចឹងរៀនសេឈ្មោះខ្ញុំអញ្ចឹងទៅgroup 2 SV 2.6អញ្ចឹងទៅហើយអញ្ចឹងអានេះគឺជា text ដែលខ្ញុំបានសរសេរនៅក្នុងហ្នឹងអញ្ចឹងមានដូចជា syntax welcome and Solomon Heng from group SV 2.6 I'm just using as institute អញ្ចឹងទៅអញ្ចឹងបន្ទាប់ពីយើងសរសេរហើយគឺយើងអាច exit បានអញ្ចឹងអាសញ្ញាមុខ x ហ្នឹងមានន័យថាយើងជា control ហើយជាអក្សរ x អញ្ចឹងវាសួរយើងចង់ save what យើងចុចអក្សរ y មកហើយបន្ទាប់ពីចុចអក្សរ y ហើយយើងអាចចុច enter បានដើម្បីចេញអញ្ចឹងយើងបន្ទាប់ពីយើងសរសេរហើយយើងចង់ដឹងឲ្យថាយើងសរសេរឲ្យវាជាប់ក៏អត់អញ្ចឹងយើងអាចប្រើ command cat ហើយ file.txt នេះអា file នេះអញ្ចឹង cat ហ្នឹងគឺសម្រាប់ជា command មួយដែលយើងសម្រាប់បើកទៅលើអា file ហ្នឹងថានៅក្នុង file ហ្នឹងមានសរសេរគេខ្លះចឹងទៅអញ្ចឹងអានេះគឺជាតន័យដែលខ្ញុំបានសរសេរមិញនៅក្នុងអា nano នោះមិញហ្នឹងគឺ syntax welcome and Solomon Heng from group SV 2.6 ចឹងទៅអញ្ចឹងយើងអាចបន្ទាប់ពីយើងនេះហើយយើងប្រើទៅលើ command copy ម្ដងអញ្ចឹងដំបូងដើម្បី copy ពីកន្លែងមួយទៅកន្លែងមួយអញ្ចឹងខ្ញុំសូមបង្កើត folder ថ្មីមួយគឺ mkdir អញ្ចឹង mkdir មានន័យថាmake file directory making directory អញ្ចឹងមានន័យថាវា directory ហ្នឹងគឺយើងអាចឈ្មោះទៀតគេហៅថា folder អញ្ចឹងទៅអញ្ចឹង folder ខ្ញុំនឹងសំដាក់ឈ្មោះdirectory name អញ្ចឹងទៅអញ្ចឹងខ្ញុំបង្កើតមកហើយចុច ls អញ្ចឹង ls មកយើងអាចឃើញថាដំបូងយើងប្រើ ls ដំបូងយើងមានតែ file 2នេះទេអញ្ចឹង
ដល់ពេលយើងបង្កើត directory ហើយគឺវាមាន directory មួយទៀតអញ្ចឹងវាមាន command មួយដើម្បីចូលទៅប្រើប្រាស់នៅក្នុង directory ហ្នឹងយកហ្មងគឺយើងប្រើ cd dir name អញ្ចឹងមានន័យថានេះខ្ញុំបានចូលឥឡូវចុច pwd អញ្ចឹងមានន័យថាខ្ញុំនៅក្នុង home ហើយនៅក្នុង head ហើយខ្ញុំឥឡូវហ្នឹងកំពុងតែស្ថិតនៅក្នុង folder ហ្នឹងទៀតអញ្ចឹងឥឡូវខ្ញុំសាក cd ហើយដកខ្ញុំមានន័យថាcd directory នេះមានន័យថាខ្ញុំចូលនៅក្នុងfolder directory ណាអញ្ចឹងបើពេលខ្ញុំដាក់ cd ហើយដកមានន័យថាខ្ញុំចេញមកវិញអញ្ចឹង pwd អញ្ចឹងមានន័យថាខ្ញុំពងនៅ hey នេះក្រៅ folder ធម្មតាអញ្ចឹងខ្ញុំចង់copy file .txt នេះយកទៅដាក់នៅក្នុង directory name អញ្ចឹងយើងត្រូវប្រើ command មួយគឺ command cp មានន័យថា copy អញ្ចឹងយើង copy យើងត្រូវបន្ទាប់ពី copy ហើយយើងត្រូវទៅសេឈ្មោះ file ដែលយើងចង់ copy អញ្ចឹង file.txt ហើយបន្ទាប់ពីយើង copy file ហើយតមកទៀតគឺ destination ឬក៏យើងចង់យកវាទៅទុកនៅណាអញ្ចឹងខ្ញុំចង់យកវាទៅទុកក្នុង directory name អញ្ចឹងមានន័យថាខ្ញុំ copy file.txt យកទៅដាក់នៅក្នុង directory name folder directory name អញ្ចឹងទៅអញ្ចឹងយើង ls អានេះឃើញតារាទេឥឡូវយើងសាកចូលទៅក្នុង file directory name តើcd dir name ame អញ្ចឹងខ្ញុំសរសេរខុសមែនអញ្ចឹងយើងចុច ls មើលមកនេះគឺយើងឃើញថា file នេះមិញយើង copy ពីខាងក្រៅនេះចូលមកខាងក្នុងឥឡូវយើងចង់ដឹងយើង remove វាសិនឥឡូវខ្ញុំ remove ខ្ញុំសាក ls មកគឺក្នុង folder ហ្នឹងអត់មានអីទាំងអស់ឥឡូវខ្ញុំចេញទៅវិញតេស្តម្ដងទៀត cp file.txt ហើយ name អញ្ចឹងខ្ញុំចូលមកក្នុងdirectory name របស់ខ្ញុំមកហើយ ls មើលអញ្ចឹងនេះគឺជា file.txt ខ្ញុំតាមដាក់ចូលមកហើយមួយទៀតយ៉ាងនេះគឺគ្រាន់យើង copy file ហើយយើងអាច copy file ហើយយើងអាច backup file ទុកទៀតអញ្ចឹង backup file ទុកហ្នឹងគឺវាគ្រាន់តែយើងទៅសេ cp ទៅដែរ file.txt នេះឈ្មោះ file ដែលយើងចង់ backup ទុកហ្នឹងហើយគ្រាន់តែយើងដាក់ extension .back មួយទៀតមកអញ្ចឹង back មានន័យថា backup អញ្ចឹងខ្ញុំទៅសេខុសឥឡូវខ្ញុំទៅសេខ្វះគឺ file.txt ចឹងយើង copy file.txt ហ្នឹងហើយនេះយើងទៅសេ file.txt .backup នេះចឹងមានថាយើង copy file នេះដើម្បី backup ចឹងខ្ញុំសាក list មកនេះចឹងfile.txt នេះគឺជា file ធម្មតាប៉ុន្តែfile txt.back នេះមានន័យថាគឺជា file ពពួក file backup យើង backup ទិន្នន័យទុកចឹងទៅឥឡូវយើងសាក cat មើលសិន cat file.txt ដើម្បីមើលទៅទិន្នន័យក្នុងហ្នឹងពីយើង copy មកហ្នឹងយើងចង់ដឹងថាយើង copy មកតើឈ្មោះ folder ឬក៏ copy មកបានទាំងទិន្នន័យទៀតអញ្ចឹងយើង copy មកហ្នឹង copy មកទាំងទិន្នន័យមកទាំងឈ្មោះ folder អញ្ចឹងទៅហើយអញ្ចឹងខ្ញុំប្រាប់ទាំងអស់គ្នាអំពីរបៀប remove file directory មួយទៀតឥឡូវយើងសាកចេញទៅវិញសិន cd ដកអញ្ចឹងមិញយើងបានដឹងថារបៀបremove ទៅលើ file directory ហើយអញ្ចឹងឥឡូវខ្ញុំបង្កើត file directory មួយទៀតចុះ dir dir name2 អញ្ចឹងយើង ls អញ្ចឹងយើងមាន folder 2 folder directory name និង directory name2 អញ្ចឹងឈ្មោះ directory name យើងដឹងហើយមិញថាវាមាន file ចំនួន2នៅក្នុងហ្នឹងហើយចំពោះfile folder directory name 2នេះគឺអត់មានអីអញ្ចឹងបើសិនជាយើងចង់លុបយើងគ្រាន់តែ mk dir មានន័យថា remove file directory ហើយ dir name2 អញ្ចឹងមានន័យថា
យើង remove ដាច់ឯងឥឡូវយើងសាក ls មើលអញ្ចឹងអត់មានទេអញ្ចឹងពួក remove ហ្នឹងបើសិនជាយើង remove ហើយចង់ឲ្យវា load message មួយមកប្រាប់អញ្ចឹងទៅឲ្យវាស្រួលមើលយើងអាចចេះបានហើយខ្ញុំ mkdir make directory សាកថ្មីសិន ls នេះមកអញ្ចឹងខ្ញុំលុបវាdir ហើយដក v ហើយចាំយើងទៅសេឈ្មោះ file ឬក៏ folder នឹងចូលអញ្ចឹងទៅនេះអញ្ចឹងមានន័យថា removing directory ហើយវា remove directory ឈ្មោះនេះចោលអញ្ចឹងយើងមើលមកគឺបាត់បាត់ហើយចំពោះអាហ្នឹងគឺជាពពួកdirectory ទៅទេហើយបើសិនជាពពួក directory ដែលយើងមាន file នៅក្នុងហ្នឹងអញ្ចឹងទៅយើងអាចលុបវា direct ចឹងបានទេហើយ dir ណែអញ្ចឹងមានន័យថាទោះតែ directory ទៅទេបានយើងអាចប្រើអា command mk dir ហ្នឹងបានអញ្ចឹងបើសិនជា remote បានអញ្ចឹងខ្ញុំមាន command មួយទៀតដែលយើងអាច remove បានយកមកrv ហើយdirectory name អញ្ចឹងអា command on directory name ហ្នឹងគឺប្រើសម្រាប់ remove ទៅលើអា file directory ណាដែលមាន file ក្នុងហ្នឹងហើយអាដក o នេះមានន័យថាវានៅក្នុង folder ហ្នឹងមានអីគឺវា remove ចោលទាំងអស់អញ្ចឹងយើងសាកមើលមកនេះអញ្ចឹងយើងមើលមកដំបូងហើយគឺវា remove អា file ចាស់ពីរដែលយើងបានបង្កើតនៅក្នុងហ្នឹងហើយបន្តមកទៀតបានវា remove directory តាមក្រោយឥឡូវយើងសាក ls មើលអញ្ចឹងបាត់អា file ហ្នឹងបាត់ហើយរបៀបមួយទៀតគឺយើងcopy ឲ្យដូរឈ្មោះ name ឥឡូវយើងមាន file .tt ហ្នឹងឥឡូវខ្ញុំចង់ខ្ញុំចង់ដូរឈ្មោះវាទៅជា sv 2.6.tt អញ្ចឹងមានន័យថាខ្ញុំដូរឈ្មោះពីអា file .tt នេះទៅជា svp.tt វិញឥឡូវយើងសាក ls មើលអញ្ចឹងនេះយើង ls ពីមុនយើងឃើញ file .tt ប៉ុន្តែបន្ទាប់ពីខ្ញុំដូរឈ្មោះហើយគឺវាទៅជា svp.6.tt ហើយយើងចង់ដឹងថាពេលយើងធ្វើអញ្ចឹងទៅបាត់ទិន្នន័យអត់យើងអាចចុច 2.6 ហ្នឹង .tt ទៀតដើម្បីមើលថាទិន្នន័យដែលយើងបានសរសេរហ្នឹងវានៅហ្នឹងអត់អញ្ចឹងទិន្នន័យណាដែលយើងបានសរសេរគឺវានៅតារាអញ្ចឹងមានថាវាដូរតែឈ្មោះឲ្យវាបានលុបទៅលើទិន្នន័យអីទាំងអស់ឥឡូវអានេះគឺជា command ធម្មតាឥឡូវខ្ញុំសូម clear វាចោលសិនអញ្ចឹងយើងអាចមេរៀនទី2ហ្នឹងគឺខ្ញុំនឹងធ្វើការឆែកទៅលើspec ឬក៏ hardware របស់ម៉ាស៊ីនរបស់ខ្ញុំហ្នឹងឥឡូវគឺ ls CPU អញ្ចឹងមានន័យថា command ls CPU ហ្នឹងគឺយើងប្រើវាសម្រាប់មើលទៅលើ core thread ឬក៏ទិន្នន័យតាក់ទងនឹង CPU របស់យើងបាទអញ្ចឹងCPU ចឹងអានេះគឺជាទិន្នន័យតាក់ទងនឹងព័ត៌មានហើយអានេះគឺជា CPU របស់ខ្ញុំហ្នឹងគឺមានចំនួន4យើងអាចថា core វាគឺ core 4អញ្ចឹងទៅអាហ្នឹងគឺយើងប្រើសម្រាប់មើលទិន្នន័យតាក់ទង Sri តាក់ទងអីអញ្ចឹងទៅហើយមួយទៀតគឺ command top អាហ្នឹង process របស់វាយើងចង់ដឹងថាវាប្រើអស់ទិន្នន័យប៉ុន្មានអញ្ចឹងទៅអញ្ចឹងនេះគឺជា PID របស់វាអញ្ចឹង PID នេះគឺលេខសម្គាល់អីចឹងទៅហើយអានេះគឺជាទិន្នន័យដែលយើងវាស៊ី CPU យើងអស់ប៉ុន្មានភាគរយអញ្ចឹងយើងអាចមើលតាមនឹងបានឬក៏ឥឡូវយើងសាកចុច Ctrl C សិនមកហើយយើងទៅ install មួយទៀត
មួយapp មួយទៀតហ្នឹងគឺវាអាចថាវាស្រួលមើលជាងវាមាន color មានអីចឹងតើ install ATOP យើងវាយ password យើងចូលអញ្ចឹងបន្ទាប់ពីយើងហើយយើងអាចសេ ATOP មកនេះអញ្ចឹងអានេះវាដូចតាម8ណែទេគ្រាន់តែថាវាអាចថាវាងាយស្រួលមើលជាងអាមុនដោយសារនេះវា list អានេះគឺយើងអាចពីទូចទៅធំក៏បានយើងចុចអាព្រួយនេះមកអានេះពីធំទៅតូចវិញអញ្ចឹងនេះរបស់យើងនេះ CPU ប៉ុណ្នេះចឹងទៅអានេះដើម្បីឆែកមើលទៅលើប្រសេសរបស់យើងហ្នឹងថាវាដើរប៉ុន្មានអញ្ចឹងដែរអញ្ចឹងអានេះយើងគ្រាន់តែដើរអញ្ចឹងទៅវិញជា Ctrl C មកវិញមកហើយ comment មួយទៀតគឺ comment ដើម្បីឆែកទៅលើ name name មិនមែន name ទេគឺ comment ឆែកទៅលើ spectrum របស់យើងចឹងគ្រាន់តែ free ចឹងមកអញ្ចឹងអានេះវាអាចថារៀងពិបាកមើលបន្តិចអញ្ចឹងយើងអាច comment មួយទៀតហើយដក x អញ្ចឹងអានេះគឺវាគិតជាបាយយើងកណនីខ្លួនឯងអានេះបើសិនជាយើងចង់គិតជា G អញ្ចឹងមួយ G កបាយវាស្មើនឹង1លានបាយអញ្ចឹងទៅហើយអានេះគឺស្រួលមើលបាទអញ្ចឹង RAM របស់ខ្ញុំហ្នឹងគឺវាអញ្ចឹងដោយសារតែយើងដាក់នៅក្នុងម៉ាស៊ីននេះតាមអានអញ្ចឹងទៅវាឃើញយ៉ាងតិចចឹងហើយអានេះគឺជាម៉ាស៊ីន virtual ម៉ាស៊ីនរបស់ខ្ញុំទេ spec ហ្នឹងហើយចំពោះ disk វិញ disk ហ្នឹងគឺដូច RAM ដែរ DF ចឹងបើវារៀងបាក់មើលយើងអាច DF ហើយដក A ចឹងដក A មានន័យថាតន័យដែលបញ្ចេញមកហ្នឹងសម្រាប់ human ចឹង human ហ្នឹងគឺវាស្រួលមើលជាងអាតន័យជាចឹងទៅនេះអានេះគឺវាគិតជាមេគិតជា G អីឲ្យយើងមើលអញ្ចឹងណាហើយអញ្ចឹងចំពោះម៉ាស៊ីនខ្លះយើងចុចតែប៉ុណ្្នឹងមកគឺវា list អស់ហើយតែម៉ាស៊ីនខ្លះឧទាហរណ៍ថាមាន OS 2 OS Linux 1 OS Windows 1អញ្ចឹងទៅប្រើ2ក្នុងពេលតែមួយអញ្ចឹងយើងអាចប្រើ command មួយទៀត ls blk អញ្ចឹងអានេះវាប្រាប់ពី spec ទាំងអស់អញ្ចឹងទៅវាបើសិនជាយើងមាន2វាចេញ2អីឲ្យអញ្ចឹងណាអញ្ចឹងមួយទៀតគឺ command kill ហើយឥឡូវយើងសាក HTOP វិញអញ្ចឹង command kill ហ្នឹងគឺយើងអាចប្រើវាដើម្បីមើលទៅក្នុងនេះអញ្ចឹងទៅអាហ្នឹងខ្ញុំមិនសូវច្បាស់ដែរអញ្ចឹង command kill គឺយើងប្រើវាតាមរយៈ PID អញ្ចឹងយើងអានេះគឺ PID លេខ1អញ្ចឹងទៅ Ctrl C មកអញ្ចឹងអា command kill នេះគ្រាន់តែយើងដាក់ kill ហើយដក9អាខ្លាំងជាងគេហ្នឹងហើយ PID លេខប៉ុន្មានគឺយើងដាក់លេខប៉ុណ្ណឹងមកយើងចុច enter មកគឺវា kill ហើយអញ្ចឹងខ្ញុំសុំអត់បានប្រើទេសារខ្លាយវាប៉ះពាល់អញ្ចឹងចប់ហើយគឺយើងអាចប្រើ shutdown ណាបានអញ្ចឹងយើងធ្វើការបិទទៅលើម៉ាស៊ីនរបស់យើងអញ្ចឹងអានេះវាប្រាប់ថា remote close អញ្ចឹងម៉ាស៊ីនយើងបានបិទហើយអញ្ចឹងជំរាបលាលោកគ្រូនឹងជួបគ្នានៅវីដេអូក្រោយ